ao tại tha tơ của bông cha mà đông nhiều bị tha sạch so nu so phơi đôi luôn ấy nó so nè chẳng bàn tay tật đây nó cứ lược sạch tại mà đông việc nàyได้រៀបចំខ្លួនពីព្រលឹមដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ប្តីហើយយើងធ្វើដំណើរទៅ3នាក់ចែកចាយរត់និយាយទៅមីចាយនេះគឺថាទម្លាប់អាក្រក់ហ្មងហើយទៅជិះម៉ូតូចេញមិនទាន់ផុតពីផ្ទះផងដេកលក់បាត់ទៅហើយអាសូរតែផ្លូវនឹងចិត្តទៅបងប្អូនហើយជិះឡើងចង់40 គីឡូជាងហើយ3ផងកាន់ផងចុកដៃណាបងប្អូនហើយនិយាយថាដេកនេះដេកយកតែមែនតែនហ្មងអត់ដឹងថារូបស្បែកជើងតាំងពីកាលេងនៅសល់តែមួយខាងនេះឥឡូវយើងបានមកដល់អូននឹងឪស្រុកកំណើតខាងប្តីហើយនិយាយទៅគាត់មកដល់ខ្ញុំរៀបចំទិញអីតិចតួចសានកន្លែងម៉ែក្មេងអញ្ចឹងព្រោះខ្ញុំខានមកលេងនៅនឹងយូរតាំងពីកូនខ្ចីហើយបន្ទាប់ពីនឹងមកយើងក៏ដើរចុះដើរឡើងក៏សង្កេតឃើញថាខ្លួនឯងនិយាយពីថាសាច់ឡើងសខ្ញុំមិនមែនអ្នកសខ្លាំងទេបងប្អូនសាច់ខ្ញុំសណ្ដែកបាយឯងប៉ុន្តែលក្ខណៈថាឲ្យទៅកំពង់ចាមម្ដងនិយាយទៅដីគេក៏ហមនិយាយពីថាលើកសាច់យើងដល់ហើយខ្ញុំក៏បានដើរជុំវិញផ្ទះមើលដំណាំដំណោចដោះអីខ្លះមានអីខ្លះដែលអាចវិចយកមកផ្ទះបានអញ្ចឹងណាពួកយើងខានទៅយូរយើងទៅម្ដងកុំភ្លេចវិចមកវិញមិនទេហើយសក់ខ្ញុំវិញដល់ទៅពើត្រូវថ្ងៃនិយាយទៅពណ៌គឺស្អាតខ្លាំងមែនទែនបងប្អូនអើយហើយចិត្តដល់ថ្ងៃចូលឆ្នាំហ្នឹងអញ្ចឹងស្រីដែលចង់ដាក់សក់ពណ៌ឲ្យអាចដាក់ពណ៌នេះបាននិយាយទៅគឺស្អាតខ្លាំងមែនទែនតែម្ដងហើយឥឡូវមកមើលស្វាយរបស់យើងវិញនិយាយទៅអាមួយនេះវាធំជាងគេហើយចាស់ទៀតអញ្ចឹងហើយខ្ញុំក៏បេះមួយដើម្បីយកមកចិត្តចុចអំបិលនិយាយទៅឆ្ងាញ់មែនទែនបងប្អូនអើយស្វាយនេះគេហៅថាស្វាយថៃខាងខ្ញុំនិយាយទៅអត់ជូរទេហើយសាច់វាឡើងខ្ទិះតែម្ដងបន្ទាប់ពីហូបស្វាយហូបអីរួចរាល់ហើយខ្ញុំក៏ធ្វើការរៀបចំខ្លួនដើម្បីទៅបន់ចាអូយលក្ខណៈថាទ្រង់អែនអនតិចហើយនារីខ្មែរចាហើយធ្វើដំណើរទៅនេះក៏មិនឆ្ងាយដែរបងប្អូនដោយសារតែផ្ទះបនហើយនឹងផ្ទះបងថ្លៃខ្ញុំហ្នឹងគឺនៅជិតគ្នាទេអញ្ចឹងដើរតាមបន្តិចទៅគឺថាដល់កន្លែងរោងបនហើយមនុស្សម្នាគឺច្រើនខ្លាំងមែនទែនបងប្អូនហើយខ្ញុំមកនេះគឺចំពើដែលភ្ញៀវគាត់បុកអញ្ជើញមកច្រើនអញ្ចឹងគឺភ្ញៀវច្រើនកកខ្លាំងមែនទែនហើយកម្មវិធីបននេះគឺថាមានសាឡូការីក្នុងបញ្ចុកនិយាយទៅអូយខ្ញុំចូលចិត្តខ្លាំងមែនទែនបងប្អូនហើយគ្មានខ្លាច់ធាត់គ្មានអីទេនិយាយទៅពួយយកដាក់ឡើងមកក្រងចឹងហ្មងនេះហើយត្រូវជាមួយនឹងបន្លែចេះទៀតនិយាយទៅមិនដឹងថាទៅបុនឬមួយក៏ទៅហូបទេបងប្អូនអើយប៉ុន្តែវាឆ្ងាញ់ហ៎ហើយមកក្រងនេះមិនមែនរឿងលេងសើចណាបងប្អូនគឺថាខ្ញុំហូបឡើងអស់អាលេងតែម្ដងដូចបាននិយាយចឹងថាសម្រក់គីឡូចាំលើកក្រោយទៀតទៅថ្ងៃនេះសូមហូបមកអស់ដៃអីព្រោះថាសម្លខាងហ្នឹងគឺគេស្លឆ្ងាញ់ខ្លាំងមែនតែនហ្មងណាដូចថាគេបកាយស្លរសជាតិវិញគឺថាដុតត្រូវចិត្តខ្លាំងមែនតែនហើយទឹកស្លនំបញ្ចុកហ្នឹងគឺមាន2មានស្លការីហើយនិងស្លប្រហើរខ្មែរគាត់ថាខ្ញុំយកស្លការីដោយសារតែស្លខ្មែរនៅស្រុកខ្ញុំគឺខ្ញុំអាសាបានហូបហើយយើងអាចស្លហូបខ្លួនឯងបានអញ្ចឹងប៉ុន្តែបើការីនេះគឺថាអត់មានអ្នកណាចេះស្លទេហើយឥឡូវនេះគឺថាដល់ពើដែលត្រូវត្រឡប់មកផ្ទះវិញហើយមកដល់ស្វែងអន្តរហ្នឹងក៏ឆ្លៀតទិញត្រីអាំងទិញអីផ្ញើអ្នកផ្ទះអញ្ចឹងខ្ជិលដាំបាយបងប្អូនមកពីល្ងាចហើយទិញត្រីស្រាប់ហ្មងទៅ